ពេលនេះលេចឡើងនៅនគរស្ដេចក្រាញ់ខ្លាំងក្លាទាំង7ឈីងឈីឈូយានហានអួយចៅក្នុងនគរឈីងកំពុងឆ្លងកាត់ការកែច្បាប់សម័យឆ្នាំស្ដេចឈីងសៀវកុងកម្លាំងកើនឡើងទ័ពខ្លាំងក្លាចាប់ផ្ដើមនៅបំណងធ្វើសឹកវិវត្តទៅភាគខាងកើតមុនគ្រិស្តសករាជឆ្នាំ338អ៊ីនឈើបរិជ្ជបុត្រស្ដេចឈីងស៊ូស្នងរាជបល្ល័ង្កមានងារថាស្ដេចឈីងហ៊ុយវិនពេលអ៊ីនឈើស្នងរាជដំបងដើម្បីរក្សាអំណាចនគរឈីងប្រហារជីវិតសាងយ៉ាងមិនដោះស្រាយរាជកិច្ចសម្មំខ្លួនក្នុងរាជវាំងតែមិនមែនចង់ស្ដារកំណត់គោលការណ៍លំដាប់អភិជនពីមុនទេហើយក៏មិនមែនស្ដារអំណាចកាន់លំនឹងទូជឿដែរគឺសង្កត់ថែមទៀតបង្ខំឲ្យអ៊ីនឈើលុបបំបាត់ច្បាប់ថ្មីស្ដារច្បាប់ចាស់ឡើងវិញម្ល៉េះហើយអ៊ីនឈើដែលនៅស្ងប់ស្ងៀមទីបំផុតក៏ដើរចេញពីវិមានមកគ្រប់គ្រងរាជកិច្ចតែនគរឈីងយ៉ាងម៉េចទៅចម្ងល់នេះមិនត្រឹមតែសវនកម្មឈីងទេនគរទាំងអស់ក៏កំពុងតែចាំមើលដែរឲ្យរាជទូតនគរអួយចូលសវនកម្មព្រះអង្គឈីងទូលបង្គំទទួលរាជបញ្ជាពីស្ដេចអួយមកអញ្ជើញស្ដេចឈីងឲ្យយាងទៅក្រុងផឹងឡរាជទូតអួយបាននគរឈីងចង់ធ្វើជាស្ដេចអញ្ចឹងស្ដេចអួយធ្វើយ៉ាងម៉េចទ្រង់គឺច្បាស់ជារាជានុញ្ញាតតែបើសិនជាចង់សម្ព័ន្ធជាមួយនឹងស្ដេចឈីងគឺត្រូវឲ្យទឹកដីទៅហើស៊ីនៅនគរអួយវិញដើម្បីធ្វើជាអំណោយចងសម្ព័ន្ធមិត្តកាត់ទឹកដីធ្វើជាស្ដេចលោកក៏ដឹងដែរកាត់ទឹកដីដោយកាត់សាច់មានការឈឺចាប់និងប្រមាថដល់នគរខ្ញុំទៅធ្វើជាស្ដេចមិនមែនទៅចុះចុលទេម្យ៉ាងធាននគរឈីងមិនដែលមានគំរូយកដីធ្វើការដោះដូរឡើយយើងមិនហ៊ានឲ្យខូចវិន័យទេធ្វើស្ដេចក្តីក៏ឲ្យគុណអំណោយក្តីនគរអួយចាត់រាជទូតឲ្យចូលនគរឈីងធ្វើតាមសិលធម៌នគរជិតខាងរីឯកាត់ទឹកដីធ្វើឲ្យខូចវិន័យឬក៏អត់នោះទូលបង្គំមិនដឹងទេទឹកដីនៅហើស៊ីឲ្យវិញក៏បានមិនឲ្យក៏បានជាក់ស្ដែងជាព្រំដែនអួយថ្ងៃនេះស្ដេចឈីងគឺមិនដាច់ចិត្តយ៉ាងច្រើនណាស់ស្ដេចអួយប្រមូលទ័ពទាទឹកដីវិញហើយដល់ពេលនោះការប្រមាថដល់នគរនិងក្តីឈឺចាប់គឺជៀសមិនផុតនោះទេបើកម្រើកឯងនឹងដាច់ក្បាលសម្ដីរាជទូតអួយទទួលបាននៅដាវឈីងរបស់យើងលោកខ្លាចដាវហ៎បើខ្លាចមិនក៏ហ៊ានទាទឹកដីវិញអញ្ចឹង